ខ្ញុំឈ្មោះស្មាច់លក្ខណារស់នៅក្នុងភូមិតានុបភូមិចំបក់ស្រុកបាទីខេត្តតាកែវចានាងខ្ញុំប្រកបមុខរបរកៃតម្បាញនេះចំនួនប្រហែលជា10ឆ្នាំហើយក្នុងមួយថ្ងៃនាងខ្ញុំរកចំណូលបានប្រហែលជា$15ទៅ$20ចាហើយអំបោះដែលខ្ញុំយកមកធ្វើនេះគឺទិញពីអ្នកចិត្តខាងគាត់មានលក់អំបោះស្រាប់ចាក្នុងមួយថ្ងៃនាងខ្ញុំត្បាញបាន20កម្មាអញ្ចឹងចំនួនកៃ3គឺបាន60កម្មាចាហ្នឹងគិតជាមធ្យមរយៈពេលក្នុង1ម៉ោងត្បាញបានប្រហែលជា3កម្មាហ្នឹងពេលកៃស្រួលកៃអត់ខូចតែមានថ្ងៃខ្លះកៃក៏មានបញ្ហាអញ្ចឹងទៅគឺធម្មតាអត់ទៀងទេចាអត់ទៀងមិនប្រកាសថាបាន20នឹងថេទេអាចបានលើសហ្នឹងឬមួយក៏ក្រោមហ្នឹងទៅតាមភាពជាក់ស្ដែងបោះឲ្យវយតម្លៃ13500ចាខ្ញុំធ្វើតែ2នាក់ដៃទេចាអត់ជួលគេទេព្រោះអីយើងមានកៃប៉ុណ្ណឹងយើងអាចធ្វើបើជួលគេយើងត្រូវបែងចែកចំណាយទៅលើថ្លៃពលកម្មពីមុនយើងរកចំណូលបានតិចឥឡូវយើងរកចំណូលបានមិនច្រើនទេតែគ្រាន់បើជាងមុនចាដែលអាចដូចថាទូទាត់ទៅលើថ្លៃចំណាយផ្សេងទៅអាចនិយាយរួមអាចទូទាត់បានចាជាចុងក្រោយនាងខ្ញុំសូមសំណូមពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុកនិងក្រៅស្រុកមេត្តាជួយគាំទ្រនៅផលិតផលខ្មែរដែលចេញពីស្នាដៃខ្មែរចាដូចជាតម្បាញរបស់នាងខ្ញុំនេះផ្ទាល់សូមឲ្យបងប្អូនជួយគាំទ្រផងដើម្បីឲ្យខ្ញុំមានទឹកចិត្តមានកម្លាំងចិត្តដើម្បីនឹងធ្វើទៅបន្តទៅទៀតព្រោះនេះជាកេរដំណែលពីដូនតាខ្មែរយើងចា